Trong rệp sô crew nâng nẹt ở khắp bụi dương một vìក្រុមទី45ដែលមានសមាជិកដូចជាខ្ញុំសុធនអាឆាត់ហើយនឹងថ្ងៃចនុតដោយមានការណែនាំពីលោកគ្រូឈីមុនឈុតពួកយើងបានធ្វើទៅលើ Restaurant Review Settlement Prediction Model ពួកយើងនឹងធ្វើការបកស្រាយទៅលើ outline ចំនួន5ចំណុចដូចជា Introduction Literature Review Methodology Result និង Discussion ហើយនិង Conclusion ដោយយើងឃើញថាសប្តាហ៍ថ្ងៃនេះ Online Review ពិតជាជួយដល់ការសម្រេចចិត្តក្នុងការកំងហូបយើងមែនតើតែយើងឃើញថា review ក្នុងស្រុកខ្មែរយើងវាមាន mix language ដោយខ្មែរផងនិងអង់គ្លេសផងតែធ្វើឲ្យការ manual analysis នៃ review ហ្នឹងវាចាយពេលមែនតើហើយ sentiment analysis វានឹងធ្វើការ auto identify ទៅលើ review ដែលថាជា positive negative ឬក៏ neutral review នឹងខ្ញុំបានឃើញថាពីស្ការខ្មែររបស់យើងគឺ low result មែនតើនៅក្នុង natural language processing research ហើយចំពោះ Restaurant Review Settlement Model ខ្ញុំបាន research ឃើញថាវា focus តែលើអង់គ្លេសទេហើយចំពោះភាសាខ្មែរយើងខ្ញុំឃើញមានពាក្យខ្មែរច្រើនហើយនឹង data set មាន limit ផងដែរដូចនេះខ្ញុំនឹងធ្វើការ build ទៅលើ Settlement Prediction Model មួយសម្រាប់ខ្មែរ English Review ពួកយើងបានធ្វើការ research literature review paper ចំនួន3ដោយទី1 paper ទី1គឺលោក Alquades et al ក្នុងឆ្នាំ2025គាត់បានធ្វើ research ទៅលើ sentiment analysis សម្រាប់ restaurant review ដោយ copy traditional classification approach ដែលអត់តបាននិយាយថា sentiment មាន natural order ដូចជា negative natural ហើយនិង positive ដោយដើម្បី handle វាគាត់បានប្រើប្រាស់ទៅលើ ordinal regression ជំនួសឲ្យ standard classification គាត់បាន combine XGBoost ជាមួយនឹង particle swarm automation ដើម្បី tune model ឲ្យកាន់តែមានប្រសិទ្ធភាពហើយចំពោះ model ពួកគាត់ evaluate ដោយប្រើប្រាស់ RMSE ដែល more stable ជាង accuracy សម្រាប់ additional problem និងចំពោះ PSO XGBoost model របស់គាត់ទទួលបាននៅ RMSE ទាប 0.768 បើធៀបទៅនឹង SMV based approach ដែលមាន prediction accuracy ដល់ជាង settlement level ហើយ paper ទី2គឺលោក Mahade et al ក្នុងឆ្នាំ2025ដូចគ្នាដោយគាត់បានប្រើប្រាស់ទៅលើ Deep Recall CNN Bis LSTM សម្រាប់ food review គាត់ទទួលបាននៅ accuracy 84.2% ឬក៏ 0.842 និង paper ទី3គឺលោក Mustafa ក្នុងឆ្នាំ2025ដូចគ្នាគាត់បានប្រើប្រាស់ទៅលើ Google Gemini Large Language Model បូកជាមួយ Machine Learning Ensemble សម្រាប់ food review ហើយគាត់ទទួលបាននៅ accuracy 82.5 ឬក៏ 0.825 បន្តមកទៀតពួកយើងនឹងធ្វើការនិយាយទៅលើ5ចំណុចនៃ methodology ដែលទី1គឺនិយាយអំពី data set discussion ពួកយើងបានប្រើប្រាស់ទៅលើ sample ចំនួន 14647 user review ដែលមាន key column ដូចជា text ជា customer review text overall column ជា rating score ពី1ដល់5ហើយនិង store ID column ជា restaurant identifier ចំពោះ settlement level យើងចែកជា 3 ដូចជា negative ពី1ទៅ2 positive ពី4ទៅ5ហើយនិង natural គឺ3និង language characteristic មានចំនួន3ដូចជា review ដែលមានអង់គ្លេសសុទ្ធខ្មែរសុទ្ធហើយនិងលាយខ្មែរនិងអង់គ្លេសនៅក្នុង exploratory data analysis ពួកយើងបានសង្កេតទៅលើ signification class equivalent ដោយយើងឃើញក្នុង chart ហើយថា positive review គឺមានភាគរយក្បែរនឹង 50% គឺ 48.6% ដោយ natural review មានតិចមែនតើ around 10% គឺ 9.9% ដែលវាធ្វើឲ្យ imbalance cost របស់យើងហាក់20មែនតើទៅលើ model របស់យើងតែធ្វើឲ្យវា ignore ទៅលើ natural class ពួកយើងក៏បានធ្វើការ analyze ទៅលើ language distribution ដែរដោយក្នុងនោះភាសាអង់គ្លេសសុទ្ធចំនួន 67.6% ភាសាខ្មែរសុទ្ធ 29.5% ហើយនឹង mix ចូលគ្នារវាងខ្មែរនិងអង់គ្លេស 2.4% សម្រាប់ pre-processing ពួកយើងបាន implement ទៅលើ strict pipeline ដើម្បី clean ទៅលើ noisy text ដោយដំបូងយើងធ្វើការ normalize ទៅលើ Unicode character ហើយ remove non-text element ដូចជា URL ឬក៏ emoji តងទៀតយើងធ្វើការ feature interaction ឲ្យពួកយើងប្រើប្រាស់ទៅលើ character level TF IDF ដើម្បី vectorizer ជំនួសឲ្យ word level 1ហេតុអីបានយើងប្រើហ្នឹងគឺដោយសារតែ character engram វា capture pattern នៅក្នុងខ្មែរ word ដែលអត់មាន space ហើយ handle ទៅលើ spelling variation ទៅលើ code mix តែដូចជាខ្មែរលៀងលេងទៅសារជាង standard word tokenized
សម្រាប់ model selection និង training ពួកយើង start ជាមួយនឹង baseline model ដូចជា neo by ដែលបាន accuracy 0.728 logistic regression បាន 0.735 random forest បាន 0.711 ហើយនិង HGBOS បាន 788 ហើយដើម្បីកាន់តែ advanced model របស់យើងពួកយើងបានប្រើប្រាស់ទៅលើ linear SVC ដែលសម្រាប់ high dimensional text data ដោយយើងទទួលបាន accuracy 0.3 ហើយជាចុងក្រោយពួកយើងបាន implement ទៅលើ voting classifier ដែល combine prediction model របស់យើងឲ្យកាន់តែ stability ដោយទទួលបាន accuracy ខ្ពស់ជាងគេគឺ 0.809 ហើយដើម្បីធ្វើការ address ទៅលើ class imbalance ដែលយើងឃើញនៅក្នុង EDA ពួកយើងបាន apply ទៅលើ balance classify ក្នុង ពេល training ពួកយើងបានធ្វើការ penalize ជាពិសេសនៃ model ពួកយើងឲ្យជាងគេទៅលើ misclassify Merity ដែលជា natural class ដោយពួកយើងបានធ្វើការ evaluate ទៅលើ model ពួកយើងដោយប្រើប្រាស់ទៅលើ accuracy ដូចជា pragmatic ដែរប៉ុន្តែពួកយើងក៏បានមើលទៅលើ precision recall ហើយនិង F1 score ដែរដើម្បីឲ្យប្រកាសថាពួកយើងមិនត្រឹមតែ predicting នៃ majority ខ្លះឲ្យត្រឹមត្រូវទេនេះគឺជា final result របស់យើងដោយអ្នកគ្នាបានឃើញហើយនេះគឺជា comparison chart របស់ពួកយើងដោយ voting ensemble set G ឬក៏ source voting វាគឺជា the best model សម្រាប់ពួកយើងដោយវា achieving ទៅលើ accuracy ខ្ពស់ជាងគេគឺ 80.89% ដែលវា outperform ជាង linear SCC បានត្រឹមតែ 79.97% ហើយឆាតនេះក៏បង្ហាញពី highlight នៃការ trade off ទៅលើ HGBOS ដែលបង្ហាញយើងឃើញថាវាមាន best precision 80.7% ដែលមានន័យថាវារៀលមែនតើដែលវាបង្កើតទៅលើ positive error តែវាមាន recall ទាបហើយ voting model របស់យើង provide ទៅលើ best overall balance សរុបមកវិញពួកយើងបាន build ទៅលើ sentiment analysis ដោយជោគជ័យដែលវាអាចយល់អំពី complex នៃខ្មែរនិងអង់គ្លេស review ហើយនិងមួយទៀតគឺយើងបាន improve ទៅលើ model accuracy យើងពី baseline បានត្រឹមតែ 73% រហូតដល់បានទៅដល់ក្បែរនឹង 81% ដល់ប្រើប្រាស់ទៅលើ ensemble approach ហើយ key finding របស់យើងគឺ character level feature ដែលវាមានសារៈសំខាន់មែនទែនសម្រាប់ code make language ហើយ future work របស់យើងពួកយើងមានគម្រោងថានឹងធ្វើការ technical ទៅលើ difficult natural class ដែលប្រើប្រាស់ទៅលើ deep learning model ដូចជា LSTM ឬក៏ transformer ដើម្បីធ្វើការ capture more deeper semantic context និងអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូក្នុងការ present មួយនេះនិងអធិស្ឋានសម្រាប់កំហុសខុសឆ្គងណាមួយអរគុណលោកគ្រូ